ស្ដីបងប្អូនទាំងអស់គ្នាចាមានជួបជាមួយពុកស្វែងធ្វើលោកនេះបងប្អូនស្ដាប់អរគុណរងៀបកាកោកូនឈរអោបដៃអើយនឹកឡើងអាឡ័យដៃគេអមាត់ណាបាំងអើយរងៀបកាកោកូនឈរអោបដៃអើយនឹកឡើងអាឡ័យដៃគេអមាត់ណាបាំងទាំងស្បៃគេឪសងតូចងាយច្រឡឹងអើយម៉ែចងអង្រឹងនៅក្រៅមលុបចាទាំងស្បៅគេឪសងតូចញ៉ាយច្រឡឹងម៉ែចងអង្រឹងនៅក្រៅមលុបចាគេថាមានដើមចាមានមលុបចាឯណាទេតាំងពី79មកខ្ញុំមិនដែលឃើញយឺអាចោព្រះប្រោថាទៅគេដើមចាហ្នឹងវាងាប់បាត់តាំងពីមុនសម័យប៉ុលពតអូហើយចឹងអីតាំងពីចង្គមស្មានដើមចានៅឥឡូវហើយឯកើតក្រោយគ្រាប់ផ្លោថ្ងៃធ្វើមិនឃើញដើមចាហ្នឹងបាទចឹងទៅទឹកជន់លិចផ្លូវឲ្យលើកកូន3អើយថ្លងប្រឡាយថ្មីកាត់ទៅចំកាងអើយទឹកជន់លិចផ្លូវឲ្យលើកកូន3អើយថ្លងប្រឡាយថ្មីកាត់ទៅចំកាទឹកជ្រៅឲ្យលើកកូនដាក់ងាយលើស្មាដោះឈ្នួតក្រមាឲ្យកូនបាំងថ្ងៃទឹកជ្រៅឲ្យលើកកូនដាក់ងាយលើស្មាដោះឈ្នួតក្រមាឲ្យកូនបាំងថ្ងៃពីទួយមកមិនដែលឃើញផ្លូវដែលចេញពីផ្ទះលោកមេនៅស្រុកនោះលិចទឹកទេផ្លូវលំមែនតែឃើញគេលើកខ្ពស់1ម៉ែត្រជាងនិយាយកាលពីសង្គមទេអាបកាច់ត្រាល់អូពេលល្ងាចក្អាត់យំក្នុងគុំស្រងាយអើយមើលឃើញខ្ទមស្រែនៅក្បែរមាត់នៅព្រៃអើយពេលល្ងាចក្អាត់យំក្នុងគុំស្រងាយអើយមើលឃើញខ្ទមស្រែនៅក្បែរមាត់នៅព្រៃមាត់បាំងធ្លាប់ជីងលើខ្នងអើយក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរ៉ូទេសមាត់បាំងធ្លាប់ជីងលើខ្នងអើយក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរ៉ូទេសអ្នកឈុតអស់ហ្នឹងត្រឹមត្រូវហ្មងចាធ្លាប់ទៅលេងនៅស្រុកលោកមេនៅស្វាយរៀងណាពេលងាកឡើងលើកាត់យំហ្នឹងក្នុងគុំស្រូវគុំសងាយហ្នឹងហើយខាងលិចភូមិហ្នឹងមានផ្លូវប្រទេសធ្លាប់ជិះកបីលេងដែរហ្នឹងណាឆ្នាំ80 90ហ្នឹងនៅមានជិះកបីតែឥឡូវគេលែងជិះហើយបើលោកមេជិះតាំងពីឆ្នាំ79មកនោះចេញពីរៀនទៅខ្វៀលកបីខ្ចប់បាយដាក់ស្បោងដាក់ស្មុកមានតែអំបិលបន្តិចទៅយកទៅស៊ីនៅវាលជាមួយមិត្តភ័ក្តិអាហ្នឹងខ្ញុំមិនទាន់ទេមានពួកលោកមេពួកក្បាលលើហានោះបានជួបរឿងហ្នឹងហេសិតតែក្បាលហាទៀតនឹកឃើញភូមិឋានធ្លាប់បានសុខធំអើយស្រណោះដើមខ្ទុំភ្លើងព្រៃរលឆេះអើយនឹកឃើញភូមិឋានធ្លាប់បានសុខធំអើយស្រណោះដើមខ្ទុំភ្លើងព្រៃរលឆេះជងរុកស្រូវមួយសង់នៅហើយក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យផ្លូវកើយជងរុកស្រូវមួយសង់នៅហើយក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យអោផ្លូវកើយអង្គមដែរលឺដែរលឺអីទៀតហើយមិនដែរលឺភូមិឋានលោកមេមានដើមខ្ទុំបើតានាងលុះត្រួយមានស្អីគេនេះទស្សនភាពនៅជនបទស្រុកស្រែវាហាក់ប្រហែលគ្នាគ្រាន់តែវាអត់មានដើមនេះដើមនោះនឹងឯងបាទតែនេះទំនុកច្រៀងតាកែសារ៉ាត់នេះគេចង់និយាយនៅតំបន់ណាមួយដែលមានដើមហ្នឹងហើយមែនទេលោកមេមានដើមចាមានដើមខ្ទុំក៏ប៉ុន្តែបទនេះវាត្រូវនឹងទស្សនភាពទូទៅនៅក្នុងស្រុកខ្មែរយើងហ្នឹងដកតែដើមឈើប្រមាណដើមទៅវាត្រូវទាំងអស់ហ្នឹងទស្សនភាពជីវភាពអ្នកជនបទនោះហើយយើងមានបាន
ថាទិដ្ឋភាពទាំងអស់ហ្នឹងដើមឈើទាំងអស់ហ្នឹងនៅផ្ទះលោកមេនៅស្រុកលោកមេណាអាស្អីគេនេះឯងតើអ្នកលូកលាន់អត្ថាធិប្បាយបទចម្រៀង កុំឲ្យស្ងាត់ទេលោកព្រះ យើងដឹងមាយាទអរ៉ែងហើយតា បាយសិតតែមានយាតអរ៉ែងទៀត ហ្នឹងហើយ ឲ្យចឹងលោកមេគ្រាន់តែច្រៀងរំលឹកកំសាន្តនៅទស្សនភាពខ្លះៗនៅតាមជនបទស្រុកស្រែយើងនាខេត្តភាសាទេហ៎ ហ្នឹងហើយ បាទអញ្ជើញទៅចឹង អញ្ជើញឲ្យបកាច់ត្រាល់អីទៀតបាយមកកឡុកលោកមេភ្លេចប៉ារ៉ូលអស់លេងហើយហ្នឹងអាណា